រឿងគុណដើមឫស្សីក្នុងសប្តាហ៍ឈប់សម្រាកបុណ្យមួយសុកបានសុំឪពុកម្ដាយទៅលេងផ្ទះជីតានៅឯស្រែដោយរវល់ខ្លាំងពេកម្ដាយគេបានយល់ព្រមឲ្យសុកទៅតែម្នាក់ឯងតាមការអង្វរកដ៏ទទូចព្រមទាំងតាមពាក្យសម្ដីដែលសុកនិយាយធានាអះអាងថានឹងគោរពតាមពាក្យរបស់ឪពុកម្ដាយតែមុននឹងទៅម្ដាយបានណែនាំពន្យល់កូនបន្ថែមទៀតគឺឲ្យចេះប្រុងប្រយ័ត្នក្នុងការធ្វើដំណើរដោយកុំធ្វេសប្រហែសរវល់ឈប់លេងឬជួលចំការបេះដំណាំអ្នកស្រុកម្ដាយបាននិយាយសង្កត់ផ្ដាំទៀតថាផ្ទះលោកតាឯងនៅខាងកើតចូលកូនដើរសម្ដៅទៅតាមទិសដែលព្រះអាទិត្យរះឡើងស្អែកឡើងសុកងើបពីព្រលឹមស្មាស្ពាយបង្វិចចំណីអាហារនិងដបទឹកដើរបណ្ដើច្រៀងបណ្ដើភ្នែកសម្លឹងទៅព្រះអាទិត្យប៉ុន្តែចូលដល់ព្រៃតែបន្តិចអារម្មណ៍សុកចាប់ផ្ដូរព្រោះឃើញហ្វូងមេអំបៅយ៉ាងច្រើនហ្វូងខ្លះពណ៌ខ្មៅហ្វូងខ្លះពណ៌លឿងហ្វូងខ្លះពណ៌ក្រហមសុកងាកបែរចូលទៅតាមហ្វូងដែលមានស្លាបធំចម្រុះគ្រប់ពណ៌ដែលកំពុងហើរក្រេបលំអងផ្កាដេកដាស់ពេញព្រៃគេដើរលុបតាមចាប់តែមិនបានក៏រត់ដេញហើយដើរអោនមួយវិញក៏នៅតែចាប់មិនបានដោយហេវហត់ខ្លាំងសុកក៏សម្រេចចិត្តឈប់តាមហើយលាថងចំណីក្នុងបង្វិចបរិភោគតែមិនទាន់បរិភោគផងស្រាប់តែក្រឡេកឃើញហ្វូងសត្វកំភៀងដ៏ស្រស់ឆើតឆាយសុកខ្ចប់បិទនំចំណីវិញគេរត់ដេញចាប់សត្វកំភៀងបានមួយទូកដៃក៏វង្វេងបង្វិចនំចំណីរកមិនឃើញគេដើរចុកដើរឡើងរកនឹកទីកន្លែងតែក្នុងព្រៃមានលក្ខណៈដូចគ្នាសុកបាច់ញើសជួថ្ងាសហើយងើយមើលទៅព្រះអាទិត្យដែលបានដើរចំពីលើក្បាលគេទៅហើយពីដើរបណ្ដើនឹងប្រឹងងើយទៅលើមេឃសម្លឹងព្រះអាទិត្យនោះសុកជ្រុលខ្លួនធ្លាក់ទៅក្នុងអន្លង់ចាស់មួយដែលដោះស្មៅពេញម្ដងនេះជាទុកកង្វល់ធំណាស់ព្រោះពោះគូគ្រុបដៃញ័រឯជើងក៏ទុំស្រយុទ្ធគេខំបន់អស់វត្ថុស័ក្តិសិទ្ធិតែព្រះអាទិត្យរឹតតែបាយក្រហមឡើងទុំនេះសុកលឺតែសូរសំឡេងសត្វបក្សាបក្សីយំខ្ញៀវខ្ញាហើយវិលរកត្រនំអឹងកងតែទោះបីជាអស់កម្លាំងមែនពិតក៏ភ្នែកនៅតែប្រឹងរំពៃរកមើលកន្លែងឡើងសុកបានឃើញវល់ដោះនៅមាត់អន្លង់ម្ខាងគេក៏ដើរទៅរួចប្រឹងយកអស់កម្លាំងកាយចិត្តតាមវល់ឡើងមកលើបានសម្រេចដូចបំណងពេលឡើងផុតពីមាត់អន្លង់ហើយសុកបែរវង្វេងទៅព្រោះពេលនេះមេឃងងឹតហើយសុកភ័យព្រឺឆ្អឹងខ្នងព្រោះឮសំឡេងខ្យល់បក់បោកមេឃឈើនិងសំឡេងដំណក់ទឹកភ្លៀងរលំស្រក់តក់លើស្លឹកឈើគេរឹតតែព្រឺឆ្អឹងខ្នងមែនតែនថែមទៀតព្រោះដែលសារសំឡេងខ្លាញ់ស្រាកយំលឺខ្វាកសុកយកដៃខ្ទប់មុខនឹកស្រមៃទៅដល់រឿងក្នុងវីដេអូដែលឃើញសត្វខ្លាសត្វតោសត្វចចកចាប់ហាយសត្វតូចស៊ីជាអាហារសុកគិតឃើញថាបើវាមកប្រទះនឹងចាប់ខ្លួនគេហាយស៊ីមិនខានដោយស្ទុំចិត្តខ្លាចពេកគេក៏ភ្លាត់ស្រែកដោយញ័រមាត់ថាម៉ែអើយជួយកូនផងស្ងាត់ឆឹងមិនឮសំឡេងម៉ែតបវិញសុកលាដៃថ្នមលួចបើកភ្នែកសម្លឹងមើលតាមចន្លោះម្រាមដៃមិនប្រទះឃើញអ្វីសោះព្រោះមេឃងងឹតស្លុតសុកដើរសន្សំទៅមុខក៏ប៉ះនឹងដង្គត់ឈើសុកភ្លាត់មាត់ស្រែកម្ដងទៀតថាពុទ្ធោរួចប្រឹងសម្លឹងទៅមុខក៏ឃើញដើមបូស័យដុះជ្រុងច្រាងស្រឡោនសុកចាប់អារម្មណ៍នឹកឃើញដល់សម្ដីរបស់ជីតារបស់សុកធ្លាប់បានបង្ហាញចៅឲ្យចេះជ្រើសរើសយកបូស័យផ្នែកខាងលិចមកធ្វើជាផ្លែរនៀតល្អជាងផ្នែកខាងកើតព្រោះព្រះអាទិត្យលិចទៅទិសខាងលិចបានចាំងជះកម្ដៅមកដល់ផ្នែកនេះយូរជាងគេដូច្នេះគេក៏សម្រេចចិត្តដើរទៅតាមទិសផ្នែកម្ខាងទៀតដែលត្រជាក់ជាងនេះគឺតម្រង់ទៅទិសខាងកើតសុកខ្ចង់ស្មារតីដើរបានមួយសន្ទុះក៏ចេញផុតពីព្រៃក្រោមពន្លឺព្រះច័ន្ទគេអាចសម្លឹងឃើញខ្ទមចាំស្រែអ្នកស្រុកមួយគេចាប់ផ្ដើមរត់ព្រោះឮសំឡេងឆ្កែព្រុសសុករត់ទៅមុខបានបន្តិចក៏ឃើញភ្លើងចង្កៀងប្រេងកាតភ្លឺផ្លុងចេញពីផ្ទះអ្នកស្រុកសុកអររំភើបចិត្តណាស់ពេលនេះសុករត់តែផ្ចង់ស្មារតីប៉ុន្តែដោយសារហេវហត់ខ្លាំងពេកសុកក៏បង្អន់ដំណើរដើរយឺតវិញសុកដកដង្ហើមយួយហូព្រោះស្ថិតក្នុងស្ថានភាពស្ងាត់ជ្រុងងដែលមនុស្សទាំងឡាយកំពុងលូកក្នុងដំណេក
សុកចិត្តបានសម្រេចដល់ទិសដៅហើយគឺគេមើលពីចម្ងាយឃើញដងដងយ៉ាងច្រើនដុះជាជួរពីមុខផ្ទះរបស់ជីតាគេដោយបន្តើសុកបន្ទោសខ្លួនឯងបន្តើសុកសោកស្ដាយក្រោយដែលមិនធ្វើតាមបណ្ដាំម្ដាយកំពុងតែគិតស្រាប់តែឮសំឡេងអាគីឆ្កែរបស់អ្នកជិតខាងប្រុសគេសុកក៏ប្រឹងរត់ត្របាញ់យ៉ាងលឿនដល់មុខផ្ទះជីតាសុកស្រែកដល់ញាប់ញយតែមិនមែនជាសំឡេងរន្ធត់គឺជាសំឡេងដែលត្រេកអរបំផុតថាលោកតាជីតាក្អកក្រហាយហើយសួរវិញថាចុះហេតុអីបានជាចៅទើបតែមកដល់សុកមិនឆ្លើយតបវិញទេតែបែរជាឈួរសម្រក់ទឹកភ្នែកតក់លើថ្ពាល់